កម្របានឃើញប្រទះឃើញសត្វមួយប្រភេទស្រដៀងពស់មិនមែនដង្កូវឈ្មោះក៏កម្របានឮមានរូបនិងពណ៌ចម្លែកបង្ហាញខ្លួននៅកម្ពុជានាពេលថ្មីនេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB បានជូនដំណឹងឲ្យបានដឹងថាបុគ្គលិករបស់មជ្ឈមណ្ឌលម្នាក់មានសំណាងបានជួបសត្វដ៏អស្ចារ្យមួយប្រភេទនៅលើដីក្នុងមជ្ឈមណ្ឌល ACCB តាមប្រភពបានឲ្យដឹងថាវាមិនមែនជាពស់ហើយក៏មិនមែនជាដង្កូវនោះទេប៉ុន្តែជាប្រភេទសត្វនៃពពួកជលជលឹកសត្វដែលអាចរស់នៅក្នុងទឹកនិងលើគោកបានដែលត្រូវបានគេស្គាល់ថាស៊ីស៊ីលៀនសត្វប្រភេទនេះមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើងហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដីជាកន្លែងដែលពួកវារកស៊ីដង្កូវឬក៏ជន្លេននិងសត្វល្អិតផ្សេងៗទៀតជាចំណីតាមប្រភពបានបន្តថាសត្វប្រភេទនេះវាចេញមកខាងក្រៅលើដីម្ដងម្កាលប្រហែលជាស្វែងរកគូឬរកទីជម្រកល្អជាងមុនហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់ប៉ុណ្ណោះស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឲ្យពួកវាដកដង្ហើមបានពោលគឺពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន